ពេលដែលប្តីខ្ញុំបខំឲ្យគាត់ខ្ញុំលេង piano មើលទៅទឹកមកគាត់ក៏ដឹងដែរគឺគាត់ធុញគឺគាត់ចង់បោះបង់គាត់អត់ចង់លេងទៀតទេប៉ុន្តែលទ្ធផលដែលគាត់ទទួលបានគឺធ្វើឲ្យគាត់ដឹងវិញថាតាមពិតលទ្ធផលថ្ងៃនេះក៏ដោយសារតែប៉ាគាត់ជួយជ្រោមជ្រែងដែរបងប្អូនធ្លាប់មើលវីដេអូខ្ញុំមុនដឹងអញ្ចឹងតាមពិតទៅការដែលលេង piano គឺជាចំណងចំណូលចិត្តរបស់ Bella ហ្មងហើយគាត់ចូលរៀនហ្នឹងក៏ដោយសារតែគាត់ចង់ខ្លួនឯងដែរគាត់ពិតជាចាប់បានលឿនមែនហើយឥឡូវហ្នឹងគឺខាងសាលាឲ្យគាត់ឡើងសម្ដែងទៀតហើយប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំហើយនឹងប៉ាបារម្ភគឺ Bella គឺគាត់អត់សូវស៊ូទេជាក្មេងជាធម្មតានៅពេលដែលគាត់លេងហត់គាត់មកពីរៀនអញ្ចឹងជាហេតុធ្វើឲ្យគាត់អត់ចង់ practice ហើយពីអ្នកប្រិយប្រពន្ធខ្ញុំគឺខ្ញុំមើលដឹងដែរថាពេលណាដែលគួរហើយពេលណាដែលមិនគួរចាប់ពីវ័យប៉ុន Bella ទៅគឺត្រូវបរៀនឲ្យគាត់ដឹងពីការស៊ូរៀនទទួលខុសត្រូវនៅអ្វីដែលខ្លួនឯងបានបង្កើតជាពិសេសដូច piano នឹងអញ្ចឹងគាត់ជាអ្នកចង់អញ្ចឹងហើយអត់អាចគ្រាន់តែចង់ហើយបោះបង់វាចោលទេបើត្រឹមតែចង់ហើយចូលរៀនហើយគាត់អាចធ្វើបានអាហ្នឹងគឺអត់អីទេប៉ុន្តែកត្តាដែលគាត់ធ្វើបានហើយគាត់អត់ស៊ូអត់ធ្មត់នឹងទៅជារឿងដែលប៉ាម៉ាក់ដូចពួកខ្ញុំអីត្រូវតែលើកកម្ពស់កូនរឿងហ្នឹងប៉ុន្តែម្យ៉ាងដែរបានប៉ាគាត់ចេះអាហ្នឹងខ្លះហ្នឹងទៅបានជួយរំលឹកកូនមកតែខ្ញុំឯនឹងទៅពីណាទៅណាទេសុំឡងទៀតឥឡូវស្អែកផឹកបានរៀនទៀតអូខេមើលទៅសក់ក្បាលក៏ដល់វាធុញប៉ុណ្ណាដែរចុចមិនត្រូវក្បាលឡើងសពងហើយនឹងវិញបើពេលវេលានោះមើលទៅតានតឹងឬក៏ធុញទ្រាំបន្តិចមែនប៉ុន្តែសង្ឃឹមថាពេលហ្នឹងគឺជាពេលកូនជាអត់ធ្មត់ហើយនឹងតស៊ូនៅអ្វីដែលកូនធ្លាប់ចង់ហើយកូនក៏អាចបោះបង់នៅអ្វីដែលកូនអាចធ្វើបានដែរអញ្ចឹងឥឡូវនេះរៀបចំខ្លួនអស់ហើយប៉ា practice ទៀតហើយមុននឹងចេញទៅគឺខ្ញុំមានកាដូពិសេសមួយដែលមានអត្ថន័យមែនតើពេលហ្នឹងពេលខ្ញុំទៅលេងជប៉ុន Bella គាត់បានយំទាដល់ថ្នាក់យំណាចង់បានមែនតើទឹកភ្នែកប៉ិតប៉ុន្តែខ្ញុំហើយនឹងប្តីមកបានទិញឲ្យទេពួកយើងក៏សញ្ញូគ្នាហើយក៏លួចទិញពួកឯងខ្ញុំដឹងថាកូនស្រឡាញ់ខ្លាំងណាស់ប៉ុន្តែក៏ខ្ញុំមិនអាចឲ្យបាននៅពេលហ្នឹងអញ្ចឹងក៏ខ្ញុំលួចទិញឲ្យទុកពេលដែលឱកាសពិសេសណាមួយបានខ្ញុំឲ្យពួកគាត់ឥឡូវនេះគឺដល់ពេលដែលខ្ញុំឲ្យពួកគាត់ហើយអញ្ចឹងនៅពេលដែលគាត់ប្រពំចប់ខ្ញុំនឹងឲ្យប៉ាយកអានេះយកទៅឲ្យគាត់ចេញទៅប៉ានៅមក practice សិនចោលចឹងតែចោលចឹងទៀតចោលចឹងដល់ពេលយូរចោលធំតើដល់ពេលចោលធំដល់ដៃភ្លាមចាប់ហើយយូរសិនណាកូនចាប់ហើយគាត់លេចោលចឹងទៅចាប់ធំដល់ដៃភ្លាមចឹងចាប់ហើយយល់ឡើងអញ្ចឹងបន្ទាប់ពីវឹកហាត់ហើយពេលវេលាដែលយើងត្រូវបញ្ចេញសមត្ថភាពក៏បានមកដល់ហើយពេលដល់មកដល់ហើយហ្នឹងគឺខ្ញុំឡើងទៅកន្លែងបន្ទប់ perform នឹងតែឯងទេបលាគេនឹងអង្គុយចាំហើយខ្ញុំឥឡូវក៏មកតែឯងដែរដោយសារប៉ានៅកន្លែងចាំយកអេលីរដេកលក់ហើយក៏ឲ្យរៀបចំខ្លួនមកតាមក្រោយមកខ្ញុំយកបលាគាត់មកសងមុនសិនហើយបន្ទាប់ពីរងចាំមើលការសម្ដែងមកសន្ទុះមកទីបំផុតក៏ដល់ពេលបលាហើយ
ទីបំផុតបែឡាធ្វើបានល្អមែនតែនតែអ្វីដែលស្ដាយបំផុតហ្នឹងគឺប៉ាប៉ាអត់ទាន់បានមកឃើញទេគ្រាន់តែកូនចប់ភ្លាមប៉ាមកដល់ផ្លែតបដោយតែទោះបីជាយ៉ាងណាក៏ដោយក៏បានមើលវីដេអូដែលខ្ញុំបានថតទុកឲ្យគាត់ដែរក៏ចង់អរគុណលោកគ្រូដែលបានបរៀនបែឡារយៈពេលខ្លីទេប៉ុន្តែបែឡាគឺគាត់ឆាប់ចាប់បានហើយគាត់ចិត្តលោកគ្រូខ្លាំងមែនតើឃើញទេចុងក្រោយធុញណាស់តែទីបំផុតកូនអាចធ្វើវាបានហើយអញ្ចឹងលើកក្រោយកុំធុញប៉ាធុញម៉ាក់ពេលដែលបខំឲ្យកូនរៀនណាគឺប៉ាម៉ាក់ចង់ឲ្យកូនល្អហើយកូនបានសម្រេចនៅអីដែលកូនចង់បានតើអញ្ចឹងបន្ទាប់ពីមើលវីដេអូហ្នឹងហើយកុំភ្លេចខំរៀនទាំងអស់គ្នាណាក្មួយឥឡូវនេះប៉ាបានយករបស់ដែលគាត់ចង់ឲ្យកូនហ្នឹងយកមកឲ្យបែឡាហើយពេលហ្នឹងខ្ញុំចង់ស្រក់ទឹកភ្នែកប៉ុន្តែពួកយើងធ្វើបានល្អហើយជាប៉ាម៉ាក់ដែលអត់តាមចិត្តកូនប៉ុន្តែក៏នៅតែចងចាំថាកូនចូលចិត្តអី Congratulations Bella វីដេអូនេះគឺឧបត្ថម្ភធំដោយ B Spray B Spray គឺជាឯកទេសបំបត្តិមុនខ្នងមិនថាមុនយូរឆ្នាំប៉ុណ្ណាទេត្រឹមកចុងក្រោមមុនកន្លែងណាបាញ់បាត់កន្លែងហ្នឹង B Spray គឺជាអ្នកយល់ចិត្តធ្វើឲ្យអ្នកប្រើមានទំនុកចិត្តបំផុត